ស្លាប់ក្នុងភ្លើងសង្គ្រាមគឺជាកិត្តិយសជាមោទនភាពរបស់ផងតជីវិតជូនជាតិធាតជូនម្ដាយរូបកាយទុកឲ្យគ្រួបានពលជីលះបង់ដើម្បីប្រទេសជាតិគឺមានតម្លៃសម្រាប់ខ្ញុំទោះស្លាប់ក៏អត់ស្ដាយដែរឈានជើងមកដល់កន្លែងនេះជីវិតនេះមិនមែនជារបស់ខ្ញុំទេគឺរបស់ប្រទេសជាតិរបស់បងប្អូនជាពលរដ្ឋពួកខ្ញុំកងទ័ពជួមកនេះគឺលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីសុខសន្តិភាពប្រទេសជាតិនិងសុវត្ថិភាពរបស់បងប្អូនជាពលរដ្ឋខ្មាំងចូលវិលំយើងត្រូវសម្រុងការពារដែនដីសីមាហ៊ានបដូរសង្ខារដីអោបអាវុធចេញប្រយុទ្ធស៊ូនឹងខ្មាំងទោះហត់យ៉ាងណាក៏បដិញ្ញានៅតតាំងពលីជីវិតជូនជាតិធាតជូនគ្រួសារផ្ដាំកូនថាកូនណាប៉ាទៅហើយប៉ាទៅច្បាំងកុំហោតឹងនេត្រាយើងកូនប្រុសត្រូវតែខ្លាំងរួមខ្លួនជាធ្លុំមួយដ៏រឹងមាំចែងចាំងសេចត្រូវបាក់គុំនួយពេលដែលឃើញពូជយើងខ្លាំងស៊ូស្លាប់ដើម្បីជាតិឲ្យតែខ្មែរបានសុខសាន្តទោះបីអស់កម្លាំងញើសឈាមហូរអិនស្រាក់